សួរខ្ញុំបាទមកពីស្រីដំថ្ងៃនេះខ្ញុំនឹងមកនិយាយគាត់អំពីប្រវត្តិរូបសង្ខេបរបស់សម្ដេចព្រះសង្ឃរាជជួនណាតបាទព្រះមហាសុមេធាទឹកដីព្រះសង្ឃរាជជួនណាតទ្រង់ប្រសូតនៅថ្ងៃអង្គារ11រោចខែកុលឆ្នាំវកឆស័កពុទ្ធសករាជ1427ត្រូវនៅថ្ងៃទី11ខែមិនិនាគ្រិស្តសករាជ1883ព្រះអង្គមានស្រុកកំណើតនៅភូមិកំរៀងសង្កាត់រកាកោះស្រុកកងពិសីខេត្តកំពង់ស្ពឺនិងមានមាតាឈ្មោះយក់បិតាឈ្មោះព្រំជួនជាកសិករស្នាព្រះហស្ថដែលសម្ដេចព្រះសង្ឃរាជជួនណាតបានបន្សល់ទុកសម្រាប់កូនចៅជំនាន់ក្រោយនោះរួមមានការកសាងគម្ពីរដីកាជាច្រើនបានទាំងប្រែភាសាបាលីហើយរៀបរៀងធ្វើជាសៀវភៅដែលមានប្រយោជន៍ច្រើនដែលមានដូចជាវចនានុក្រមខ្មែរភាគ1និងភាគ2ពុទ្ធសករាជ2461គ្រិស្តសករាជ1920និងឆ្នាំតរៀងមកជាពិសេសស្នាព្រះហស្ថដែលរំលឹកឃើញរាល់ថ្ងៃគឺព្រះរាជនិពន្ធបទនគររាជសម្រាប់ភ្លេងជាតិខ្មែរព្រះរាជនិពន្ធពីថ្ងៃទី20កក្កដា1941និងបទសារផាញ់ដែលទ្រង់បាននិពន្ធក្នុងឱកាសបុណ្យពុទ្ធសករាជ2500សម្ដេចព្រះសង្ឃរាជជួនណាតបានសោយទីវង្គតនៅថ្ងៃប្រហ័ស14កើតខែភទ្របទឆ្នាំរកាឯកស័កពុទ្ធសករាជ2513ត្រូវនឹងថ្ងៃទី25កញ្ញា1969វេលាម៉ោង20:20នាទីព្រះអង្គក៏បានសោយទីវង្គតដោយស្ងប់ស្ងៀមនៅក្នុងព្រះដំណាក់ព្រះអង្គនាវត្តឧណាឡោមក្នុងព្រះជន្មាយុ86ព្រះវស្សាបើទោះបីជាសម្ដេចព្រះសង្ឃរាជជួនណាតបានសោយទីវង្គតទៅអស់រយៈកាលជាយូរហើយតែស្នាព្រះហស្ថដែលព្រះអង្គបានបន្សល់ទុកបានឆ្លាក់ជាប់នៅក្នុងបេះដូងជនជាតិខ្មែរគ្រប់ជំនាន់